ខ្ញុំនឹងចំណាយរយៈពេល12ម៉ោងជាប់គ្នានៅលើម៉ូតូមួយគ្រឿងនេះអញ្ចឹងមានន័យថាមួយថ្ងៃពេញគឺខ្ញុំត្រូវនៅលើម៉ូតូនេះតែម្ដងមកថាពេលដែលខ្ញុំកំពុងតែញ៉ាំអីនៅពេលដែលខ្ញុំរៀនឬក៏ថាពេលដែលខ្ញុំធ្វើការគឺខ្ញុំត្រូវនៅលើម៉ូតូហ្នឹងរហូតហើយបើខ្ញុំហ៊ានតែចុះពីលើម៉ូតូមុនម៉ោងកំណត់គឺខ្ញុំត្រូវពិន័យខ្លួនឯងលាងចានឲ្យប្អូនខ្ញុំ2អាទិត្យអញ្ចឹង challenge របស់យើងគឺចាប់ផ្ដើមពីម៉ោង8ព្រឹកតែម្ដងហើយមានន័យថាម៉ោង8យប់ទើបខ្ញុំអាចចុះពីលើម៉ូតូបានហើយតែតែពេលព្រឹកអញ្ចឹងគឺខ្ញុំក៏បានធ្វើការជិះយ៉ាម៉ាហា X Ride របស់យើងហ្នឹងទៅទិញឲ្យញ៉ាំច្រកបាយពីប្រអប់បងហើយគ្រាន់តែការដែលខ្ញុំជិះទៅទិញបាយផងជិះទៅទិញ drink ផងហ្នឹងគឺខ្ញុំបាននៅលើម៉ូតូចំនួន1ម៉ោងហើយដៃយើងគឺនៅប៉ះធម្មតាបន្ទាប់ពីនោះមកខ្ញុំក៏បានធ្វើដំណើរទៅផ្ទះវិញហើយនេះពេលហ្នឹងគឺខ្ញុំរកញ៉ាំបាយនៅលើម៉ូតូហើយហ្នឹងគឺខ្ញុំបានឃើញនៅតុកមួយនេះបាទនេះយើងធ្វើការញ៉ាំបាយតែម្ដងហើយបើគិតទៅគឺថាខ្ញុំបានអង្គុយលើម៉ូតូហ្នឹងចំនួន2ម៉ោងហើយដោយសារតែខ្ញុំអត់ដឹងថាត្រូវធ្វើអីទៀតដែរអញ្ចឹងឥឡូវគឺយើងជិះម៉ូតូដើរលេងនិយាយទៅពេលដំបូងគឺថាខ្ញុំរកជិះ Yamaha X Ride របស់យើងដើរលេងទេប៉ុន្តែបន្ទាប់មកខ្ញុំក៏បានសម្រេចចិត្តជិះម៉ូតូទៅអួតមិត្តភក្តិខ្ញុំតែម្ដងថ្ងៃហ្នឹងគឺខ្ញុំមិនអាចចុះពីលើម៉ូតូហ្នឹងបានទេមានចុះណាមើលដៃគេមានចុះទេមានថាគេនៅប៉ះម៉ូតូហ្នឹង12ម៉ោងហើយតែសារតែសមម៉ោងច្រើនពេកខ្ញុំក៏បាននៅមិត្តភក្តិខ្ញុំតេស្តម៉ូតូ Yamaha X Ride នឹងផងដែរហើយគាត់ថាស្រួលជិះខ្លាំងមែនទែនហើយតែសារតែឥឡូវហ្នឹងគឺថាម៉ោង11ហើយអញ្ចឹងមានន័យថាខ្ញុំជិះម៉ូតូបាន3ម៉ោងហើយបន្ទាប់មកខ្ញុំក៏បានចំណាយពេល1ម៉ោងទៀតនៅផ្ទះគាត់លេងផងដែររហូតដល់ម៉ោង12ថ្ងៃឥឡូវយើងទៅផ្ទះហូបបាយថ្ងៃហើយតែតែគាត់ជួយខ្ញុំច្រើនផងហើយណាមួយគឺគាត់បាន follow page Yamaha Cambodia គឺខ្ញុំក៏បានឲ្យកាដូជាអាវមួយទៅកាន់គាត់អូយស្អាតខ្លាំងណាស់ណែ challenge 12ម៉ោងបាទចង់និយាយថាដៃខ្ញុំគឺនៅប៉ះម៉ូតូធម្មតាទេតែបន្ទាប់ពីនោះមកគឺថាខ្ញុំក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញឥឡូវហ្នឹងផងដែរគឺថាម៉ោង1ជាងហើយខ្ញុំបានជិះម៉ូតូនេះរយៈពេល5ម៉ោងហើយអញ្ចឹងឥឡូវនេះគឺដល់ពេលដែលខ្ញុំត្រូវធ្វើបាយថ្ងៃញ៉ាំហើយដើម្បីងាយស្រួលបាទអ្វីដែលយើងអាចធ្វើបានគឺឆុងមីនឹងឯងបាទអញ្ចឹងឥឡូវនេះគឺយើងធ្វើការដាំទឹកបាទយើងធ្វើការដាក់មីចូលបាទមិនថាជួយឲ្យភាសាបែបណានោះទេគឺខ្ញុំនឹងស្វែងរកដំណោះស្រាយដោះតតែចេញដល់ថ្នាក់តែខ្ញុំអង្គុយញ៉ាំមីលើម៉ូតូហើយនៅពេលនេះផងដែរគឺថាម៉ោង7:02ហើយអញ្ចឹងបើគិតទៅគឺខ្ញុំនៅលើម៉ូតូបាន6ម៉ោងហើយដោយសារតែថ្ងៃត្រង់អញ្ចឹងទៅគឺខ្ញុំក៏បានរៀងអង្គុយគេងឥឡូវខ្ញុំចូលគេងទៅហើយជួបគ្នា2ម៉ោងបន្ទាប់ហើយបន្ទាប់មកខ្ញុំក៏បានធ្វើការគេងហ្នឹងឡើងអស់រយៈពេល1ម៉ោងឥឡូវហ្នឹងគឺយើងចេញដំណើរតទៅទៀតបាទតោះហើយបើគិតពីរយៈពេលសរុបខ្ញុំបានជិះ Yamaha X Ride ចំនួន7ម៉ោងហើយដែលបន្ទាប់មកខ្ញុំក៏បានសម្រេចចិត្តថាទៅទិញម្ជូរញ៉ាំហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានេះហើយគឺជាកំហុសធំបំផុតរបស់ខ្ញុំមើលជើងនិយាយទៅជើងគឺនៅជាប់ម៉ូតូ24ម៉ោងតែម្ដងក្រោយមកខ្ញុំក៏បានធ្វើការឈប់ម៉ូតូហើយញ៉ាំម្ជូរនៅលើ Yamaha X Ride របស់យើងតែម្ដងចាឥឡូវហ្នឹងផងដែរគឺម៉ោង4ហើយអញ្ចឹងមានន័យថាខ្ញុំនៅលើម៉ូតូនេះគឺបាន8ម៉ោងហើយដោយសារតែនៅសល់តែ4ម៉ោងទៀតចឹងទៅខ្ញុំក៏បានជិះម៉ូតូដើរលេងប៉ុន្តែពេលហ្នឹងខ្ញុំក៏បានឃើញបងនេះគាត់វាយសីអូនឹកឃើញមកហើយគឺខ្ញុំឃើញគាត់វាយសីខ្ញុំនឹកឃើញឥឡូវបងហ៊ានប្រកួតវាយសីមួយខ្ញុំហើយខ្ញុំជិះម៉ូតូបងអត់ជិះទេហ៊ានអូខេតោះឥឡូវយើងប្រកួតវាយសីមួយគាត់ហើយមុននឹងធ្វើការប្រកួតខ្ញុំក៏បានធ្វើការសាកវាយសីផងដែរហើយនេះពេលហ្នឹងឥទ្ធិពលរបស់ម្ជូរគឺចាប់ផ្ដើមចូលបរាហើយបាទឥឡូវឈឺពោះនេះតែទោះបីថាខ្ញុំជិះម៉ូតូយ៉ាងណាក៏ដោយបាទអ្នកទាំងអស់គ្នាអាចមើលបានគឺថាខ្ញុំខំវាយខ្លាំងតែមែនតើតែបន្ទាប់មកខ្ញុំក៏បានធ្វើការវាយសីមួយគាត់ឡើង7ម៉ោងអញ្ចឹងបាយមានបាន follow page Yamaha Cambodia អត់បើថាបាយ follow មានកាដូជាអាវជូនបាយតែម្ដងហើយអ្នកទាំងអស់គ្នាក៏អាចមានឱកាសឈ្នះកៅអៅដ៏ស្រស់ស្អាតដែលខ្ញុំកំពុងតែពាក់នេះបានផងដែរចំនួន2រង្វាន់ដែលអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺគ្រាន់តែ follow page Yamaha Cambodia ហើយ share វីដេអូនេះម្នាក់មួយហើយ3ថ្ងៃក្រោយគឺខ្ញុំនឹងរកអ្នកឈ្នះតែនេះពេលហ្នឹងគឺថាគាត់ក៏បាន follow page Yamaha Cambodia មែនហើយខ្ញុំក៏បានជូនកៅអៅនឹងមួយទៅកាន់គាត់អញ្ចឹងឥឡូវគឺម៉ោង5កន្លះហើយយើងបញ្ចប់បេសកកម្មនៅម៉ោង8តែមានអារម្មណ៍ថាឈឺពោះនេះនិយាយទៅពេលហ្នឹងគឺខ្ញុំចង់ទៅបន្ទប់ទឹកមែនតែប៉ុន្តែចេះតែទ្រាំទប់ទៅសល់2ម៉ោងទៀតបាទទៅបន្ទប់ទឹកអត់កើតទេចាឥឡូវមុនពេលដែលខ្ញុំទៅបន្ទប់ទឹកខ្ញុំនឹងឆ្លៀតនិយាយប្រាប់អ្នកទាំងអស់គ្នាបន្តិចសិនពីម៉ូតូដែលខ្ញុំបានជិះមួយថ្ងៃហ្នឹងដែលជា Yamaha X Ride ចំពោះម៉ូតូមួយគ្រឿងនេះផងដែរគឺមានបំពាក់ជាមួយនឹងបូមដែលគេហៅថាបូមសាប់ថែងដែលអ្នកទាំងអស់គ្នាអាចមើលបានដែលវាជួយដល់ការបើកបររបស់យើងគឺគ្រប់ស្ថានភាពផ្លូវតែម្ដងហើយបើថាបងប្អូនចាប់អារម្មណ៍ជាមួយនឹងម៉ូតូមួយគ្រឿងនេះគឺអាចស្វែងរកវាបានគឺនៅគ្រប់តំណែងចែកចាយរបស់ Yamaha ទូទាំងប្រទេសតែម្ដងបាទឥឡូវមកដល់ហើយបាទលេងវ៉ាតើហើយខ្ញុំមកចាញ់បេសកកម្មមួយហ្នឹងដោយសារតែម្ជូរនឹងឯងហើយជាចុងក្រោយគឺអត់មានអីទេគឺខ្ញុំត្រូវលាងចានឲ្យបងប្អូនខ្ញុំ2អាទិត្យដៃ2